គ្រាការព្រះសម្ពុទ្ធប្រសាផុតដល់ដំបានត្រាជាបញ្ធំ45ព្រះវស្សាបំពេញពុនទាំងកិច្ចមិនដែលដាច់វេលាណាសន្មត់ឈ្មោះហៅថាពុនក្រិនចាមាន5យ៉ាងទី1គឺពេលព្រឹកដល់ពុនលឹកពុនលឺស្វាងព្រះអង្គស្រេចទ្រង់យាងចេញបណ្ណបាតប្រសំសន្តិ2រសៀលជ្រេព្រះសុរិយេពេលទៀមស្វណ្ណទេសនាប្រសំស័ក្តិមិនកំណត់ថាសន្នាទី3ពេលប្រឡំព្រះចមពំត្រៃលោកាប្រទានធម៌ទេសនាឲ្យ